Nơi phôm đách sơ ya muối, chất bừng phôm miên phтех chah muối, cho bạch bạch tai mà nhẹ ảnh. Khnom phтех nốt miên sự đấy mà nhẹ chmua, son, đã kê nị dây tha, ban slap tăng pi, pram chnam môn. Bọn ta dục lang nơi ta, miên mà nốt khơi, plung khang kroi, phтех hề bọc quát mà nốt nơi chất phôm ban nị dây tha, niên son. Ní lôm bọn lạc mà nốt ná, đại trong, mốc lụi đầm nám, quạt.ពេលមួយមានបុរសម្នាក់ឈ្មោះកឹមដែលមិនជឿរឿងខ្មោចសោះបានសម្រេចចិត្តទៅស៊ើបអង្កេតយប់មួយគាត់យកអំពូលនិងចង្កៀងទៅដល់ផ្ទះនាងសនខណៈពេលដើរចូលទៅខាងក្រោយផ្ទះនៅជាប់អណ្ដូងគាត់ឃើញក្មេងស្រីម្នាក់ស្លៀកខោក្រហមអាវសមិននិយាយរកគាត់នោះទេក្មេងនោះមើលពូកឹមមិននិយាយហើយញញឹមក្មួយនៅទីនេះធ្វើអ្វីគាត់សួរប៉ុន្តែក្មេងនោះស្រាប់តាទម្លាក់បាត់ទៅក្នុងអណ្ដូងដោយមកបានឃើញបែបនេះពូកឹមរត់ត្រឡប់មកវិញភ្លាមខានព្រឹកថ្ងៃបន្ទាប់ពូកឹមបានទៅសួរបុរសចាស់ម្នាក់នៅក្បែរទីនោះពេលគាត់និយាយពីក្មេងស្រីនោះបុរសចាស់និយាយថាអណ្ដូងនោះក្មេងនោះឯងឃើញនឹងបាតុភូតនឹងវាកើតឡើងជារៀងរាល់ពេលអ្នកឃើញនាងគឺជាអ្នកត្រូវបានហៅទៅហើយសននាងស្លាប់តាំងពី5ឆ្នាំមុនជាមួយនឹងកូនស្រីកំពុងលំអណ្ដូងនោះឯងមូលហេតុព្រោះមកពីនាងសនបានទៅជួយកូនរបស់គាត់ចាប់តាំងពីពេលនោះមកពូកឹមមិនហ៊ានទៅទីនោះទៀតឡើយហើយក៏ជឿថានៅទីនោះមានខ្មោចពិតមែនដោយសារតែខ្មោចនាងសនលងបន្លាចអ្នកភូមិបែបនេះអ្នកភូមិក៏បានទៅនិមន្តព្រះសង្ឃព្រះនាមសេនមកជួយបញ្ជូនវិញ្ញាណតៃកូនដែលនៅបាតអណ្ដូងនោះបានទៅកាន់សុគតិភពពេលនោះខ្មោចនាងសននិងកូនក៏អរគុណព្រះអង្គសេននិងអ្នកភូមិនាងក៏រលាយបាត់ទៅរីឯផ្ទះរបស់នាងអ្នកភូមិបានរើយកមកប្រគេនព្រះសង្ឃបន្ទាប់មកនៅភូមិនោះក៏មានអ្នកមករស់នៅច្រើនឡើង